បងប្អូនស្ត្រីណាខ្លះដែលចង់សម្រាលកូនបែបធម្មជាតិថ្ងៃនេះអ្នកគ្រូនឹងមកចែករំលែកពី3ចំណុចដែលកំណត់ថាស្ត្រីអាចសម្រាលកូនធម្មជាតិបានឬមិនបានចំណុចទី1គឺតាក់ទងជាមួយនឹងរាងកាយរបស់ស្ត្រីជាពិសេសគឺកម្ពស់បើស្ត្រីដែលគាត់មានកម្ពស់ចាប់ពី50 1.50 ឡើងទៅគឺស្ត្រីងាយស្រួលឬមួយក៏គាត់អាចសម្រាលកូនធម្មជាតិបានទី2គឺតាក់ទងជាមួយនឹងអង្គាគិរបស់ស្ត្រីសមាមាត្រជាមួយនឹងក្បាលកូនទម្រង់របស់កូនទី3គឺតាក់ទងជាមួយនឹងការវិវត្តនៃការឈឺពោះសម្រាលអានេះគឺជាកត្តាសំខាន់ណាស់ប្រសិនបើស្ត្រីដែលកំពុងតែត្រៀមក្នុងការឈឺពោះសម្រាប់ធម្មជាតិហើយគាត់មាន3ចំណុចល្អការកត្រាក់ស្បូនរបស់គាត់រលូនគាត់នឹងអាចសម្រាប់កូនដោយធម្មជាតិប៉ុន្តែក្នុងករណីប្រសិនបើគាត់កំពុងតែឈឺពោះហើយការវិវត្តនៃការកត្រាក់ស្បូនរបស់គាត់អត់ល្អឬមួយក៏កូនគាត់មានបញ្ហាខ្សោយគាត់ឈឺពោះយូរក៏យើងអាចនឹងសម្រាប់កូនបែបផ្លូវកាត់អញ្ចឹងអ្នកម៉ាក់ត្រូវតែដឹងពី3ចំណុចដែលយើងអាចកំណត់ថាយើងអាចសម្រាប់ធម្មជាតិបានឬអត់ប៉ុន្តែអ្នកគ្រូបញ្ជាក់មិន 100% ទេនៅក្នុងករណីដែលយើងឈឺពោះសម្រាប់ហើយជួបឧបសគ្គគឺយើងត្រូវតែជួយសង្គ្រោះខ្លួនឯងនិងកូនឲ្យបានលឿនបំផុត